skin collector របស់ Granger ដែលអ្នកទាំងអស់គ្នាបានឃើញសប្តាហ៍ថ្ងៃនេះគឺពីមុនមកគ្រាន់តែជា skin epic តែប៉ុណ្ណោះហើយនេះគឺជាផុសតាងនៅមិនទាន់អស់ទេក្រៅពី skin collector របស់ Granger នៅមាន skin ជាច្រើនទៀតដែលមុនទុនធ្លាប់បានធ្វើការផ្លាស់ប្ដូរ text skin ក៏ដូចជាតម្លៃ grade skin និងតម្លៃ skin ផងដែរអញ្ចឹងខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាមាន skin ណាខ្លះអញ្ចឹងទី2នោះគឺជា skin Tesla Maniac របស់ Xbox ដែលដើមឡើយ skin មួយនេះគ្រាន់តែជា skin epic limited ធម្មតាតែប៉ុណ្ណោះប៉ុន្តែសប្តាហ៍ថ្ងៃ skin មួយនេះគឺខ្លះទៅជា skin 11ពេញសិតដែលត្រូវបានគេដាក់ឲ្យបើកនៅក្នុង event 11តែប៉ុណ្ណោះហើយតម្លៃរបស់វាគឺស្មើគ្នាជាមួយនឹង skin 11ផ្សេងទៀតប៉ុន្តែខ្ញុំគិតថាអត់សូវមានអ្នកបើកយក skin មួយនេះប្រហែលទេអូខេចូលមកដល់ទី3គឺជា skin elite របស់ Endera ហើយនិង skin elite របស់ God ដើមឡើយ skin ទាំងពីរនេះគឺគ្រាន់តែជា skin elite ដែលមាន concept ជា skin Christmas តែប៉ុណ្ណោះប៉ុន្តែក្រោយមកមុនទុនក៏បានដំឡើង skin ទាំងពីរនេះគឺជា skin Christmas ពេញសិតដែលមាន tag Christmas ហើយថែមទាំងដំឡើងតម្លៃ skin ទាំងពីរនេះពី skin elite ទៅជាតម្លៃ skin special ដូចជា skin ផ្សេងទៀតផងដែរហើយដែលសំខាន់នោះក៏ដូរពី skin លក់ធម្មតាទៅជា skin limited ទៀតអត់ទាន់អស់ណានៅមានមួយចំនួនទៀតប៉ុន្តែខ្ញុំមានអីចង់ប្រាប់អ្នកទាំងអស់គ្នាបន្តិចឥឡូវនេះគឺមាន Roblox shop នៅក្នុង Crybaby ផងដែរបើសិនជាអ្នកទាំងអស់គ្នាជាអ្នកលេង Roblox អីចឹងឬការទិញ Roblox coin ឬក៏ទិញ item អីផ្សេងៗអ្នកទាំងអស់គ្នាអាចតាក់ទងទៅតាម Crybaby Roblox បានហើយសម្រាប់អតិថិជន Mobile Legends Free Fire អីអាចដាក់តាមរយៈ website Crybaby Store ឬក៏ page Crybaby Store បានដូចធម្មតាអូខេឥឡូវយើងបន្តមកកាន់ប្រធានបទរបស់យើងបន្តទៀត Skin Pasa Collector សប្តាហ៍ថ្ងៃនេះក៏ធ្លាប់ជា Skin epic កាលពីមុនមកដែរប៉ុន្តែសម្រាប់ខ្ញុំ Skin នេះគឺសមជា Skin Collector អ្នកទាំងអស់គ្នាហើយនៅមានបាដាង Collector ក៏ដូចជា Joe Head Collector ក៏ធ្លាប់ជា Added Skin epic កាលពីមុនមកដែរហើយកុំថាខ្ញុំចេះតែនិយាយនេះគឺជា poster Mobile ចឹងដែលគេផុសកាលពីមុនគឺសិតតែជា Skin epic ទេអ្នកទាំងអស់គ្នាអូខេហើយវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាដឹងថាក្រៅពី Skin ដែលខ្ញុំបានលើកមកនិយាយនៅមាន Skin អីផ្សេងទៀតអ្នកទាំងអស់គ្នាអាច comment ខ្ញុំបានដឹងផង